ទីវុឌ្ឍទទួលបានជ័យជំនះសម្រាប់ជើងទី1ថ្ងៃទី3លើកំសាន្តជលសារាជធានីភ្នំពេញចាទូកូទី127ក៏បានចិត្តចាត់យកកងពាន់ទី2មកហើយដែរបងប្អូនបាននិយាយអំពីឯកសន្តានយើងមើលទៅខ្សែទៅខាងក្នុងពណ៌ខៀវចុងច្បារពណ៌សហាក់ដូចជាមានលបឿនលឿនជាងបន្តិចគឺទូកព្រះខ័ណ្ឌពេជ្រមកពីខាងត្បូងឃ្មុំជំនិះក្រូចឆ្មារបស់ឯកឧត្តមជាសភារាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចារីឯខ្សែទៅខាងក្រៅត្រីភាពសែនជ័យបារមីតេជោបាញ់មិញហ្នឹងដកឥឡូវហ្នឹងហាក់ដូចជាថយទៅវិញចាថយទៅវិញពេជ្រនេះប្រខណ្ឌពេជ្រដកវិញនេះប្រខណ្ឌពេជ្រដកវិញបាទប្រខណ្ឌពេជ្រដកវិញបាទចាត្រីភាពសែនជ័យបារមីតេជោរបស់អ្នកអង្គញាត្រីភាពអ្នកអង្គញាស្រីនាងចាបងថយវិញខ្សែទៅខាងក្នុងហើយដកហើយពីកំលេបចឹងហើយសម្រាប់ជើងទី1ប្រខណ្ឌពេជ្រទៅលើត្រីភាពសែនជ័យបារមីតេជោចាសូមបន្តទូកគូទី128សូមអរគុណបងប្អូនកីឡាករចំណុះទូកយើងទាំងអស់ដែលថ្ងៃនេះគោរពបានតាមបទបញ្ជាណែនាំរបស់គណៈកម្មការយើងហើយទូកមកហោហែតាមលេខរៀងដែលយើងខ្ញុំជាអ្នកអធិប្បាយក៏សប្បាយចិត្តក្នុងការរៀបរាប់ជូនចាអត់ពិបាកទេចាលេខ128ស្រីសសុកសានជ័យទៀតហើយរបស់ឯកឧត្តមវង្សសីវិសុទ្ធទីស្តីការគណៈរដ្ឋមន្ត្រីនិងឯកឧត្តមសុកសកានចាឯកឧត្តមកាហ្វេរួមគ្នាឧបត្ថម្ភទុកទីស្តីការគណៈរដ្ឋមន្ត្រីស្រីសសុកសានជ័យជាមួយនឹងតាអោកដែលចូលសានជ័យបារមីកំពុងស្បីរបស់ឯកឧត្តមជាច័ន្ទតឯកឧត្តមជាច័ន្ទតយ៉ាងម៉េចហើយខ្សែទឹកក្រៅបាញ់មកមុខស្រីសសុកសានជ័យក៏អញ្ចឹងដែរនេះបងហើយនៅតំណមុខដែរទេតាអោកដែលចូលសានជ័យបារមីកំពុងស្បីដល់ទីទេអាយ៉ាក្នុងវិញហើយចាប់ដើមតើឬមិនតើអត់ដល់ទៅគ្នាដកហើយស្រីសសុកសែនជ័យដកហើយទៅមកខ្ទង់មែនមកខ្ទង់អូយទទួលបានជ័យជំនះមកហើយទទួលបានជ័យជំនះហើយនៅជើងទីច័ន្ទតលោកឧបត្ថម្ភតាអោកដែលចូលសែនជ័យបារមីកំពុងស្បូវមកពីខាងប្រាសាទដំបងកំពុងធំចាសូម20តោះឯកឧត្តមចាញ់មិនទីទេតែលោកតែមិនទីទេឯកឧត្តមវេលាល្អហើយតារវេលាល្អបាទស្រីសសុកសែនជ័យទទួលបានការឧបត្ថម្ភពីឯកឧត្តមវង្សសីវិសុទ្ធនិងឯកឧត្តមសុកសុកានហើយក៏ទទួលបានការឧបត្ថម្ភពីលោកមន្ត្រីអានីសុកអានដែរនៅថវិកាចំនួន3លានរៀលបាទសម្រាប់ការអុំប៉ុណ្ណឹងរយៈពេល3ថ្ងៃទេចាចិត្តចាប់ទន្ទឹងកងពាន់ទី1ទៀតហើយសម្រាប់ទូកគូទី129ចាបាន1000ម៉ែត្រដែរបងប្អូនមកចាប់ទន្ទឹមនឹងកងពាន់ទី1នេះចាប់ផ្ដើមយោងទូកហើយចាប់ផ្ដើមយោងហើយព្រោះថានៅសល់តែ700ម៉ែត្រទៀតប៉ុណ្ណោះហើយមកដល់កងពាន់ទី2នេះគឺសម្រាប់យកជ័យតែម្ដងតែឥឡូវសូមជម្រាបថាខ្សែទឹកខាងក្នុងហាក់ដូចជាដកបន្តិចបន្តួចចាខ្សែទឹកខាងក្នុងដីដោះសែនជ័យបារមីព្រះអង្គខ្មែររបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនច័ន្ទណាបាទអ៊ុនច័ន្ទណានេះដីដោះទៅនិយាយមិញចាណាទូកនេះថ្លាបាទដីដោះសែនជ័យបារមីព្រះអង្គខ្មៅចាខកខានអត់បានទៅនិយាយទូកជូនឯកឧត្តមអ៊ុនច័ន្ទណាមួយឆ្នាំហើយឆ្នាំក្រោយឯកឧត្តមលោកនឹងមិនបកបង់ចោលយើងខ្ញុំទេបាទតែមិនអីទេបានលោកគ្រូកែមសុវត្ថិគាត់ទៅបានទៅចូលរួមនៅក្នុងការអធិប្បាយថាពួកគាត់ក៏សប្បាយចិត្តដែរជាមួយនឹងក្រុមការងារបច្ចេកទេសហ្នឹងចាអធិប្បាយរបស់យើងបាទខ្សែទឹកខាងក្រៅកម្ពុជាអធិរាជត្រៃភពហនុមានសែនជ័យរបស់ព្រះគ្រូសូត្រស្ដាំព្រះនាមជឿនប៊ុនធីនចាឥឡូវនេះកំពុងចាញ់បងហើយបាទដីដោះសែនជ័យបារមីព្រះអង្គខ្មៅនេះខ្លាំងណាស់បាទទូកនេះចាដីដោះសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនច័ន្ទដាចាឯកឧត្តមថ្ងៃនេះឯកឧត្តមលោកសប្បាយចិត្តព្រោះថាជើងទី1ដាច់ប៉ុណ្ណេះហើយបាទដាច់ប៉ុណ្ណេះហើយអាចថាដាច់ទៀតក៏ថាបានឬមួយក៏យ៉ាងណាយ៉ាងនេះយើងខ្ញុំចានឹងជម្រាបជូនតាមដំណើរកម្ពុជាអធិរាជត្រៃភពហនុមានសែនជ័យរបស់ព្រះគ្រូសូត្រស្ដាំព្រះនាមជឿនប៊ុនធីនចាជើងទី1ណាហាក់ដូចជាតាមដាច់ហើយតាមអត់ទាន់ទេដីដោះសែនជ័យបាន3ប្រងខ្មៅលឿនមែនតើចាំលឿនណាស់បាទឥឡូវយើងបន្តទស្សនាគូជាបន្តបាទចិត្តនឹងឆ្លងកំពាន់ទី1រៀងឆ្ងាយបន្តិចហើយតែមិនអីទេបាទយើងនឹងបន្តធ្វើការអធិប្បាយទៅតាមលំដាប់លេខរៀងដែលធ្វើការគូគងផ្ដល់ជូនបាទ
គូទី130